ការដាំដំណាំវិលជុំគឺខ្ញុំចូលចិត្តខ្លាំងមែនទែនតែម្ដងដាំអានេះបន្តិចអានោះបន្តិចប៉ុន្តែយើងមានច្រើនមុខមានច្រើនជម្រើសអញ្ចឹងការញ៉ាំរបស់យើងគឺយើងអត់ធុញទេបើនិយាយអំពីដំណាំដែលខ្ញុំបានដាំហ្នឹងគឺមានច្រើនមុខដែរហើយការប្រមូលផលរបស់យើងបន្តបន្ទាប់ឥឡូវនេះដីរបស់យើងក៏ចាប់ផ្ដើមទំនេរដែរអញ្ចឹងខ្ញុំអត់ចង់ទុកដីឲ្យនៅទំនេរចោលអញ្ចឹងទេគឺខ្ញុំចង់បាចនេះសាបនោះដើម្បីឲ្យបន្តិចទៀតហ្នឹងគឺយើងនឹងមានផលចាពីដំណាំរបស់យើងហ្នឹងប្រមូលផលបន្តបន្ទាប់អញ្ចឹងណាអញ្ចឹងជំហានដំបូងដែលសំខាន់បំផុតចំពោះការសាបព្រោះដំណាំអីផ្សេងគឺខ្ញុំផ្ដោតទៅលើការស្រោចទឹកដីជាមុនសិនខ្ញុំតែងតែសង្កេតថាដីដែលខ្ញុំបានស្រោចទឹករួចហើយខ្ញុំបាចឬក៏សាបគ្រាប់ពូជអីទៅវាឆាប់ដុះនឹងល្អជាងដីដែលយើងព្រោះវាស្ងួតតែម្ដងអញ្ចឹងហើយបន្ទាប់ពីខ្ញុំបានស្រោចទឹកស្រោចដីរួចរាល់អស់ហើយធ្វើដីបានស្អាតហើយឥឡូវនេះខ្ញុំចាប់ផ្ដើមក្នុងការសាបកូនស្ពៃហើយជាធម្មតាការដាំឬក៏សាបព្រោះស្ពៃនៅពេលខែភ្លៀងអញ្ចឹងភាគច្រើនរលួយហើយអត់ល្អទេប៉ុន្តែខ្ញុំចង់ចាប់ផ្ដើមសាកល្បងបាត់វិសោធន៍ថ្មីសាបស្ពៃឲ្យដាំនៅក្នុងខែភ្លៀងចង់ដឹងថាតើបច្ចេកទេសនៅពេលដែលយើងដាំធម្មតាអត់មានផ្ទះសំណាញ់អីនឹងគេតើកើតចឹងណាឥឡូវចាំមើលយើងសាកល្បងមើលទាំងអស់គ្នាបន្ទាប់ពីយើងរៀបចំសាបព្រោះគ្រាប់ស្ពៃហើយឥឡូវនេះយើងមកចាដាំដំណាំទ្រើងវិញម្ដងដែលថ្ងៃនេះគឺខ្ញុំដាំពេញប៉ោះឆេរីតាមពិតទៅមានបន្លែពីរមុខដែលខ្ញុំអត់សូវចេះញ៉ាំណាគឺពេញប៉ោះហើយនិងល្ពៅហើយដោយសារតែខ្ញុំបានអានតាក់ទងទៅនឹងអត្ថប្រយោជន៍របស់ពេញប៉ោះអីច្រើនចឹងទៅខ្ញុំក៏នឹកឃើញថាយកមកដាំក្រែងលោពេលដែលយើងឃើញពេញប៉ោះល្អអញ្ចឹងទៅយើងជំរុញទឹកចិត្តយើងឲ្យញ៉ាំអញ្ចឹងណាអញ្ចឹងបន្ទាប់ពីយើងដាំដុះហើយសំខាន់បំផុតហ្នឹងគឺការស្រោចទឹកទៅលើដំណាំរបស់យើងដូចគ្នាដែរហើយការងាររបស់យើងទៅលើការដាំដុះរួចរាល់ហើយឥឡូវនេះយើងមកមើលការងារកពិចកពុកកជិបកចប់ចានៅក្នុងសួនបន្លែរបស់យើងវិញនិយាយរួមអ្នកដែលមានសួនបន្លែគាត់ច្បាស់ជាយល់ការងារហ្នឹងច្បាស់ហើយជាពិសេសតាក់ទងទៅនឹងរឿងស្មៅតែម្ដងនិយាយទៅឃើញបងប្អូនអរគ្នាឃើញទូចអញ្ចឹងណាតែប្រហែលថ្ងៃក្រោយមកគឺលូតលាស់ល្អខ្លាំងមែនទែនអញ្ចឹងបើសិនមានឱកាសច្បិចវាបដាហើយទៅក៏លេចមកមើលដើមមៀនរបស់ខ្ញុំវិញការខែប្រាំងនិយាយពីការលូតលាស់យឺតគ្រាន់តែធ្លាក់ភ្លៀងមកតែប្រហែលសោះឥឡូវនេះមើលគេលូតលាស់ត្រួយឡើងល្អមកតែម្ដងហ្នឹងហើយបន្ទាប់ពីយើងបានរៀបចំហើយឥឡូវនេះភ្លៀងមកដែរប៉ុន្តែភ្លៀងនេះមិនច្រើនទេបន្ទាប់ពីភ្លៀងបានតែបន្តិចក្រោយមកមេឃក៏ស្រឡះឡើងល្អប្រសើរតែម្ដងស្របពេលនឹងយើងធ្វើងារហើយដៃហើយអីអស់អញ្ចឹងមកអង្គុយលេងនៅមុខផ្ទះធម្មតាអញ្ចឹងទៅហើយការដែលយើងអង្គុយលេងនៅមុខផ្ទះនេះមានអារម្មណ៍ថាខ្លួនឯងដូចជាមានក្តីសុខខ្លាំងមែនទែនតែម្ដងនិយាយមែនណាអារម្មណ៍ដែលអ្នកស្រឡាញ់រុក្ខជាតិទើបយល់អារម្មណ៍នឹងពេលខ្លះគ្រាន់តែអង្គុយចឹងមកដាក់ភ្នែកឃើញតែដំណាំនឹងវាផ្លែនេះចាផ្កានោះល្អអញ្ចឹងក៏មានក្តីសុខដែរប៉ុន្តែធ្លាប់មានពេលខ្លះគិតថាចេះឯងដូចដាក់សម្ពាធលើខ្លួនឯងរវល់ការងារម្លឹងហើយនៅឆ្លៀតមកដាំដំណាំដើមអីណាទៀតប៉ុន្តែដល់ពេលឃើញបន្លែបង្ការអីផ្សេងវាបានផលអញ្ចឹងទៅវាបាត់អស់អាភាពហត់នឿយហ្នឹងណាអរគុណការមើលវីដេអូជួបគ្នាវីដេអូក្រោយ